អ្នកគ្រូប្រើទម្លាក់ហើយមិនបានអស់ធ្លាក់ឈាមចាបងចំពោះអ្នកដែលគាត់ប្រើថ្នាំរំលោភហើយបើអ្នកដែលគាត់សុខភាពស្បូនធម្មតាឬក៏សុខភាពស្បូនល្អចាប់ពី4ថ្ងៃទៅ7ថ្ងៃឬក៏10ថ្ងៃគឺមានការធ្លាក់ឈាមអស់ហើយតែបើចំពោះអ្នកដែលគាត់សុខភាពស្បូនខ្សោយឬក៏សុខភាពស្បូនអត់ល្អទេអ្នកខ្លះអាចចូលដល់កន្លះខែ2សប្តាហ៍ឬក៏1ខែឬក៏2ខែហើយធ្លាប់មានអ្នកជំងឺម្នាក់គឺគាត់ធ្លាក់ឈាមរហូតដល់3ខែនិងចំពោះអ្នកដែលគាត់ស្បូនខ្សោយព្រោះបងត្រូវដឹងថាការប្រើថ្នាំរំលោភកូនគឺដូចជាយើងសម្រាលកូនអញ្ចឹងឧទាហរណ៍ថាបើយើងសម្រាលកូនទី1អញ្ចឹងស្បូនយើងខ្សោយបន្តិចកូនទី2កូនទី3កូនទី4អីឡើងទៅគឺស្បូនយើងកាន់តែខ្សោយអត់ខុសពីអ្នកដែលគាត់ប្រើថ្នាំរំលោភទេបើគាត់ប្រើថ្នាំរំលោភលើកទី1ស្បូនគាត់ខ្សោយបន្តិចគាត់ប្រើថ្នាំរំលោភលើកទី2លើកទី3លើកទី4ទៅគឺស្បូនគាត់កាន់តែខ្សោយនៅពេលដែលស្បូនខ្សោយគឺប្រឈមជាមួយនឹងបញ្ហាជាច្រើនដូចជាវិបត្តិអត់មានកូនពិបាកនៅក្នុងការមានកូនស្បូនស្ដើងហើយនឹងប្រឈមជាមួយនឹងជំងឺផ្សេងរហូតដល់មានដោះដុំសាច់ដុំគិសឬក៏មានការរលាកមាត់ស្បូនឈានទៅដល់ការកើតមហារីកមាត់ស្បូនទៀតព្រោះបងត្រូវដឹងថាស្បូនរបស់យើងគឺប៉ិនកតាប់ដៃរបស់យើងអញ្ចឹងនៅពេលដែលយើងមានកូនគឺវារៀងចំហបន្តិចនៅពេលដែលយើងរំលូតឬក៏យើងកាត់កូនគឺវាចាប់ផ្ដើមកន្ត្រាក់អញ្ចឹងនៅពេលដែលបងប្រើថ្នាំរំលោភមានការឈឺចាប់ហ្នឹងគឺស្បូនកំពុងតែកន្ត្រាក់ដើម្បីច្របាច់ឈាមឲ្យធ្លាក់មកអញ្ចឹងចំពោះអ្នកដែលគាត់សុខភាពស្បូនធម្មតាគឺច្របាច់ហើយវានឹងមកជាប់វិញមានន័យថាស្បូនរបស់យើងនឹងមកធម្មតាវិញគឺស្អិតជាប់វិញខ្លាយជាកណ្ដាប់ដៃដូចយើងក្តាប់ដៃអញ្ចឹងគឺតឹងណែនធម្មតាមកវិញអត់មានការហូរឈាមទេហូរត្រឹមតែ4ថ្ងៃ7ថ្ងៃឬក៏10ថ្ងៃប៉ុណ្ណោះតែបើចំពោះអ្នកដែលគាត់ស្បូនខ្សោយវិញស្បូននឹងកន្ត្រាក់ដូចគ្នាប៉ុន្តែមិនមែនកន្ត្រាក់បែបរលូនទេគឺកន្ត្រាក់បែបដាច់អញ្ចឹងបាទអ្នកដែលគាត់ស្បូនខ្សោយគឺមានការឈឺចុកចាប់ច្រើនជាងអ្នកដែលគាត់សុខភាពស្បូនធម្មតាហើយនៅពេលដែលអ្នកដែលគាត់សុខភាពស្បូនខ្សោយគាត់ប្រើថ្នាំរំលោភទៅឬក៏គាត់ធ្លាប់ប្រើថ្នាំរំលោភច្រើនដងគឺស្បូនរបស់គាត់កន្ត្រាក់ដាច់ហើយនៅពេលដែលកន្ត្រាក់អស់ឈាមម្សៅហើយគឺវាអត់ទាន់បិទស្បូននឹងទេបើអ្នកដែលគាត់សុខភាពស្បូនធម្មតានៅពេលដែលធ្លាក់ឈាមដែលជាកូនហើយគឺនឹងបិទស្បូនវិញមកធម្មតាតែបើអ្នកដែលគាត់ស្បូនខ្សោយគឺអត់បិទទេគឺនៅចំហការចំហបែបនេះហើយគឺធ្វើឲ្យមានការហូរឈាមរហូតហូរឈាមចាប់ពី1ខែ2ខែ3ខែអីឡើងទៅនេះគឺអ្នកដែលគាត់ស្បូនខ្សោយអញ្ចឹងសម្រាប់បងដែលគាត់ធ្លាប់ប្រើថ្នាំរំលូតឬក៏ធ្លាប់រំលូតកូនគួរតែប្រើជាប្រភេទវីតាមីនដើម្បីជំនួយស្បូនឲ្យមានសុខភាពល្អមកវិញឲ្យស្បូនរបស់យើងហាប់ណែនមកវិញក៏ដូចជាឲ្យស្បូនរបស់យើងបិទចិត្តមកវិញមានន័យថាគឺអត់មានការចំហឲ្យមានការធ្លាក់ឈាមអីទៀតទេអញ្ចឹងបងដែលគាត់ស្បូនខ្សោយដឹងខ្លួនថាស្បូនខ្សោយហ្នឹងគឺនៅពេលដែលរំលូតកូនហ្នឹងគឺដឹងតែម្ដងគឺមានការឈឺចាប់ខ្លាំងជាងអ្នកដែលគាត់ស្បូនធម្មតាហើយនឹងហូរឈាមយូរជាងអ្នកដែលគាត់សុខភាពស្បូនធម្មតាអញ្ចឹងខាងខ្ញុំក៏មានជាឈុតវីតាមីនជំនួយស្បូនដែរគឺមាន2មុខគឺមួយឈុតហ្នឹងគឺប្រើបាន1ខែសម្រាប់បងដែលគាត់ចង់បានចាអាចទំនាក់ទំនងតាម Telegram មកបាន